ចាក់ចេញពីមនុស្សដែលទាញយើងទម្លាក់ TN Insight សូមជូនខ្លឹមសារវិចារណកថា ក្នុងដំណើរជីវិតដ៏វែងឆ្ងាយមនុស្សដែលយើងជ្រើសរើសដើរជាមួយគឺជាកត្តាកំណត់វាសនារបស់យើងលើសពីអ្វីៗទាំងអស់មានពាក្យស្លោកមួយពោលថាយើងគឺជាមធ្យមភាគនៃមនុស្ស5នាក់ដែលយើងនៅក្បែរបំផុតដូច្នេះបើជុំវិញខ្លួនយើងពោពេញដោយមនុស្សដែលចាំតែទាញយើងទម្លាក់តើជីវិតយើងអាចហក់ឡើងខ្ពស់បានដោយរបៀបណាការសម្រេចចិត្តចាកចេញពីមនុស្សទាំងនោះមិនមែនជាទង្វើអាត្មានិយមនោះទេប៉ុន្តែវាគឺជាកាតព្វកិច្ចដែលយើងត្រូវធ្វើដើម្បីសង្គ្រោះអនាគតខ្លួនឯងមនុស្សដែលទាញយើងទម្លាក់មិនមែនសំដៅតែលើសត្រូវដែលចំហមុខនោះទេជួនកាលពួកគេមកក្នុងទម្រង់ជាមិត្តភ័ក្តិឬជាមនុស្សចិត្តដិតដែលរងចាំតែបង្អាក់ទឹកចិត្តរិះគន់ក្នុងន័យជាន់ពន្លិចច្រណែននឹងជោគជ័យរបស់អ្នកឬផ្ដល់តែថាមពលអវិជ្ជមានឲ្យអ្នករាល់ថ្ងៃពួកគេប្រៀបដូចជាយុទ្ធការដែលចងជើងអ្នកឲ្យនៅនឹងមួយកន្លែងខណៈដែលអ្នកចង់បើកក្តោងចេញទៅរកមហាសមុទ្រដ៏ធំធេងនៅពេលយើងនៅក្បែរមនុស្សអវិជ្ជមានយូរទៅទឹកចិត្តនិងភាពជឿជាក់លើខ្លួនឯងរបស់យើងនឹងរលាយសាបសូន្យបន្តិចម្ដងអ្នកនឹងចាប់ផ្ដើមសង្ស័យលើសមត្ថភាពខ្លួនឯងបោះបង់ក្តីស្រមៃហើយចុងក្រោយក៏ក្លាយជាមនុស្សម្នាក់ដែលទន់ខ្សោយដូចពួកគេដែរថាមពលនៃការទាញទម្លាក់គឺមានឥទ្ធិពលខ្លាំងណាស់ប្រសិនបើយើងមិនមានស្មារតីរឹងមាំគ្រប់គ្រាន់ដើម្បីរើបំរាស់នោះយើងនឹងត្រូវលិចលង់ក្នុងភក់ជ្រាំនៃភាពបរាជ័យជាមួយពួកគេជាមិនខានមនុស្សជាច្រើនមិនហ៊ានចាកចេញពីមជ្ឈដ្ឋានអវិជ្ជមានដោយសារតែពាក្យថាក្រែងចិត្តឬមនោសញ្ចេតនាប៉ុន្តែយើងត្រូវយល់ថាជីវិតមានតម្លៃណាស់ហើយពេលវេលាមិនមានច្រើនសម្រាប់ឲ្យយើងមកទ្រាំទ្រនឹងការបង្អាក់ពីអ្នកដទៃនោះទេការចាកចេញក្នុងន័យនេះមិនមែនមានន័យថាត្រូវតែឆ្លោះប្រកែកឬបង្កើតសត្រូវនោះទេប៉ុន្តែគឺជាការដកឃ្លាដើម្បីរក្សាសុខភាពផ្លូវចិត្តនិងរក្សាគោលដៅជីវិតឲ្យបានច្បាស់លាស់វាគឺជាការជ្រើសរើសយកការស្រឡាញ់ខ្លួនឯងជាជាងការផ្គាប់ចិត្តអ្នកដទៃដែលមិនផ្ដល់តម្លៃឲ្យយើងនៅពេលដែលអ្នកព្រមលែងដៃពីមនុស្សដែលទាញអ្នកទម្លាក់អ្នកនឹងមានដៃទំនេរដើម្បីទៅចាប់ឱកាសថ្មីៗនិងមនុស្សថ្មីៗមនុស្សដែលនឹងរុញច្រានអ្នកឲ្យឡើងលើមនុស្សដែលសប្បាយចិត្តនៅពេលឃើញអ្នកជោគជ័យនិងមនុស្សដែលផ្ដល់ពន្លឺជីវិតឲ្យអ្នកបរិយាកាសថ្មីដែលពោពេញដោយការលើកទឹកចិត្តនឹងក្លាយទៅជាជីជាតិដ៏ល្អដែលធ្វើឲ្យសមត្ថភាពរបស់អ្នករីកលូតលាស់យ៉ាងឆាប់រហ័សជីវិតប្រៀបដូចជាការឡើងភ្នំបើចង់ឡើងទៅដល់កំពូលយើងត្រូវចេះបោះចោលនៅបន្ទុកដែលមិនចាំបាច់និងមនុស្សដែលចាំតែតោងជើងយើងកុំខ្លាចនឹងភាពឯកោក្នុងរយៈពេលខ្លីព្រោះវាមិនអាក្រក់ដោយការរស់នៅក្នុងវងមនុស្សដែលនាំយើងទៅរកភាពងងឹតនោះទេចូលមានភាពក្លាហានក្នុងការដើរចេញពីកន្លែងដែលមិនផ្ដល់តម្លៃឲ្យអ្នកហើយទៅរកកន្លែងដែលអ្នកអាចបញ្ចេញពន្លឺបានយ៉ាងពេញទំហឹងការចាកចេញពីមនុស្សដែលទាញយើងទម្លាក់មិនមែនជាការរត់ចោលសមរភូមិទេប៉ុន្តែគឺជាការផ្លាស់ប្ដូរទីតាំងដើម្បីឈ្នះសង្គ្រាមនៃជីវិតវិចារណកថាដោយលោកឡាំឡាយចុងបិចអង្គរអានជូនដោយនាងខ្ញុំបូសុគន្ធាពីសារព័ត៌មាន The Khmer Today